អីបោះ friend ទៅបន្តទៅអញ្ចឹងហើយ Purify អាចបដាច់ Alti របស់ Obsidian បានចាំបាត់Esme អត់មានខ្លាចឲ្យតែមិនបោះ Obsidian ទេព្រោះគាត់ hero ឲ្យគេបាយហើយគាត់មានដាក់មកបណ្ណាដើម្បីរត់បាទមើលឲ្យ lock clear lane បាទមកវិនាទីគាត់ចូល check map វាមានអាឈិងនឹងកណ្ដាលសិនប្លា web 2មកកង់តែគេពួននឹង smart ឲ្យ map អត់ឲ្យ map អត់ឲ្យ map អានេះអំកង់លុយ30 experience 60ឲ្យ retry អូអត់ retry អូច្បាស់ច្បាស់សាច់ល្អទៅយឺតបាត់ហើយបាទតែយ៉ាងណាមិញមើលទៅ minimap ដូចជាមិនចង់បានបាទពីដាក់ខ្សែបាទទៅលេងបាទទៅលេងចំតែពេអត់តល្បែ2ណាអាយ៉ាបាទតនវាយនេះ recall នេះគេវាយចាញ់ទៅឡូវបាទ S1 របស់យើង Cinemax S1 របស់ Ken គឺកាន់ cooldown ទេសម្រាប់ experiment ទាំងពីរគឺ Festival of Blood ដូចគ្នាបាទចឹងអ្នកនរគ្នាកុំភ្លេចជាមួយនឹងការភ្ជាប់ជាមួយកញ្ចប់ Armor BB ពី Cell ខាងអ្នកគ្នាចំណែកបាទជាមួយនឹងការភ្ជាប់គឺទទួលបានរហូតដល់ទៅ235ពេជ្រនឹងលេង Mobile Legends ស្បែងបានតាមចិត្តផងដែរបាទដោយភ្ជាប់អ្នកគ្នាគ្រាន់តែចុចជាមួយនឹងផ្កាយ1686ផ្កាយលេខ2ត្រង់ជ្រុះឬតាមរយៈ Cell Card App បាទរេនេះជាមួយនឹងការចំណាយត្រឹមតែ$6បាទក្នុងកញ្ចប់មួយនេះ Yes ពេមិញនេះដែរហ្នឹងចិត្តធ្ងន់ដែរណាបាទអត់ចុចជាមួយនឹង spell ឈាមទេបាទចុច spell ឈាមអត់វាយម្ដាយបាទឡើង red ទៅទេបាទដាក់ខ្សែ restrict ក្រហមទៀតណោះក៏ខ្លាំងបាទស្ថានភាពស្ងាត់យើងចាំមើល total ទី1នឹងចាប់ផ្ដើមនៅក្នុងពេលបន្តិចទៀតបាទអញ្ចឹងនៅក្នុង game នេះត្រូវតែវាយហីបាទអត់វាយទៀតចាំបាត់ហើយបាទ Ken ឃើញ map Ken តែ stick លុយអត់មិនវាយយកដល់លេខខ្ញុំដែរជំនាញការចាប់ចូលក្នុងនេះខ្ញុំដែរចាប់ជើងចូលដល់ទៅមុនតែបើក្រោយទៅបន្តមកជួយគ្នានេះមិនគ្រប់គ្រាន់ទេពុះឆ្កឹះចាក់តែជាមួយនឹងការដូរជាមួយនឹងការក្នុងនេះជាមួយនឹង Dark Side អាប់លុយយាយបានមួយ first blood អាស៊ីរ៉ាយកជាមួយ second blood មួយដល់មួយចាក់លើដូរជាមួយនឹង Water Bin របស់ Midlane នេះខ្ញុំណាដកថយតែម្ដងជាមួយនឹងសមាជិករបស់ Dark Rai Esport តែជាប់នៅក្នុងប៉មចាប់ជើងដាក់ជាមួយនឹង Boom Triple Kill ទៅកាន់អាស៊ីរ៉ា stick មានអារម្មណ៍ថា stick លេងលឿនពេកអត់មិញ stick មានអារម្មណ៍ថាគាត់លេងលឿនណាគាត់ចង់ commit វាយទៅលើ Ken យកហ្មងមិញបាទគាត់វាយបានតែជោគជ័យតែដាច់មួយដល់3តែម្ដងមិញ ulti ហើយអាគេប្រើ skill ទី2ដើម្បីដាស់បន្តិច flick ទៅតាមទៀតចូល stick អូតែសាដូមិញstan 4នេះសាដូមិញ stan 4នេះយកហ្មងមិញ3ក៏4បាទ3ក៏4បាទចូលសូប៉ាស៊ឺបដាគណៈពេទ្យដែរសតមនេះអត់មានអ្នកមកណយទៅ free retribution ទៅកាន់ Ken ដែលជា jungler របស់ CU0 អូយ CU0 season នេះបាទកាច Yes sir ចង់និយាយថាខាងក្រោម2ទៅ1ចូលឆ្កែ retreat ធ្ងន់មួយមានពូដែរទេចាប់ជើងជួបក៏បាត់ផានេះម៉ាំង boom បាត់បង់ក្រោមដៃរបស់ Shadow ធ្ងន់បាត់ហើយបាទ SMA ដាច់2ដងបាត់ហើយបាទលីលីដោយសារខ្ញុំហោះបានអញ្ចឹងខ្ញុំគ្រប់ត្រូល Dark Rai Esport អាយ៉ាអាចចុះស៊ូនហោះទីតុយហោះដែរណាបាទទីតុយហោះដែរអូអត់សោចទឺបាទលីលីបាទលីលីគឺចេញពីសត្វត្រយងបាទ shut up ណាស់គេចំខ្លាយទេគោព្រៃបាទជូតគោព្រៃគេកាន់ជើងខាង CU0 អើយសពបាត់មុំទៅងាញ់មកបាទអញ្ចឹងបាយបានដល់ការ4នាទីយើងមើលតាវាយតាមអា total ទី1ទេបាទអញ្ចឹងគឺខុសគ្នាមួយ K.5 អត់សូវជាបញ្ហាប្រហែលដែរបាទព្រោះដោយសារ game នេះគឺត្រូវចាំជាមួយនឹង damage របស់ Vincent ដែរបាទតើមើល damage total នេះអាចមានរូបភាពវាយនេះប្រាប់ណាបាទព្រោះដោយសារ total ទី2នេះចេញនៅខាង Goland ចុះ game ទី1ក៏អញ្ចឹងដែរណាបាទគេអត់ total ទី2ចេញនៅខាង Goland រហូតបាទប៉ុន្តែអត់បានបាទហើយ total ទី3ចេញ EXP វិញមើល game នេះដូច game ទី1អត់បាទស្ដាយអា game ទី2មិន total ខ្ញុំចេញ goal លើបានវាយអាហ្នឹងមកពី map ទេក៏មិនមកពី map broken wall ហ្នឹងទេឥឡូវយើងចាំទុកទៅយើងសាកចាំអញ្ចឹងមើលឲ្យតែថាចូល map broken wall total ទី1 EXP total ទី2 goal បាទ total ទី3 EXP ចាំមើលអាទិត្យក្រោយមើលបាទយើងក៏មិនភ្លេចដែរជាមួយនឹង Legend បាទអញ្ចឹងអ្នកនរគ្នាអាចទស្សនាជាមួយនឹងភាពយន្តល្បីៗក៏ដូចជាធ្វើការញ៉ាំអាហារឆ្ងាញ់បាទហើយមើលរឿងបណ្ដាបាទទីតាំងគឺធំទូលាយហើយអ្វីដែលសំខាន់គឺសម្រាប់អ្នកដែល fan MBL ក៏មានការបញ្ចុះតម្លៃទៅលើសម្បត្តិគ្រប់សម្បត្តិ10%ផងដែរ
បាទឥឡូវនេះស៊ូនក៏ចាំមើលជាមួយនឹង fan របស់ដាក់រ៉ៃនេះគ្នាថាខាងណាបានហូរជាងតែដោយសារតែសមាជិករបស់ស៊ីស៊ូនហាក់ដូចជាបានវាយ ប្លេទៀតបាទប្លេទៀតហ៎ អូនអូន ទេគាត់ចង់លេង late game បាទគាត់អត់លេងទេ គាត់ចង់លេង late game និយាយទៅដាក់ខ្សែចង់លេង late game បាទ អូនអូន លេងយកមក យេថោទី2គឺ flow ត អ ដែរ ត់ត្រីចាប់វាយលើអត់ត្រីចាប់វាយលើរីខូតហើយយកទៅម្ដងជាមួយនឹងប៉េចូលមកកន្លែងស្មាតខាងក្រោមអាស៊ីរ៉ាមិនអាចទប់ប៉មក្រោមបានទេដាក់ខ្សែ secure ជាមួយនឹងប៉មទី1នៅខាងក្រោមបាទ trade ឲ្យបាទគេបានថោគេ trade នៅខាងលើវិញបាទ ដាក់ខ្សែចង់យក T2 ឬមួយ អេយកឲ្យបានទេ បាក់យក អត់ហ៊ានយកទេបាទ តាម ចំជាង trade ណា បាទ ពី strategy របស់ Naga ទៅលើ Dark Rai Sport គាត់លេង trade យកមក3តថលអត់ដល់ start team fight ណាឬមួយគាត់គិតថា elite ធំនៅក្នុង team fight ពេកគាត់ចង់លេងឲ្យ Dark Side មានហើយគាត់ចាំ team fight ខៃ ultimate របស់ Dark សាដូវិញណាបាទមេរ៉ាំថ្ងៃនេះ fan ដូចអត់សូវមានឈុតហូរទៅហូរមកព្រោះមេរ៉ាំវាយដល់ខាង មកចំហៀងសុតហ្មង ឲ្យដាក់រ៉ៃបានហូរមីមក បាទអញ្ចឹងសុំសម្លេងគាំទ្រឲ្យ Dark Rai Sport មួយមក យេយើងនេះលើទេ បាទ បាទជិះណាវិញសម្រាប់អ្នកដែលគ្រប់គ្រង See you soon sooner សុំស្លេងហូរមួយមកបាទស្ដាយមែនតើនេះអត់ឃើញនេះខ្ញុំមិនដែរតែបើគេអាប់ audience cam ឲ្យយើងមើលបន្តិចមកចង់ដឹងថាគេហូរអត់ បាទឥឡូវហូមមិនតាន់ចេញទេបាទអត់វាយគ្នាផងគីឡូវិញវ៉ែនក៏បានចូលទៅលើខ្លួន stick ផង តែ បា គេ ទ voice មក expert លែនទាំងពី shadow និង boom តាន់ទៅក្បៃធ្វើការវាយជាមួយនឹង formation នេះក្នុងនេះអនសូចង់មកវាយដែរមែនអនសូមួយអនសូប្លែងខាងក្រៅនេះក្នុងនេះដោយសារតែយកបាន form ground threat tower ទៅនឹង tower ជាមួយនឹង sky space ក៏បានចូលទៅកាន់ Vincent 21បាទ បាទ ពីឲ្យធ្វើមកចេញពី Vincent បាទ Hunter Strike ក៏ដូចជា Sky Piercer ប៉ុន្តែអត់តមាន kill ចូលនៅក្នុងខ្លួនទេអញ្ចឹងអត់តមានជាមួយនឹង Stack Sky Piercer ទេ បាទតើបានផែន8 stack ឬថា10 stack ចុះសម្រាប់ on roll បាទអត់តក៏25 stack ទេជាមួយនឹង main នៃ passive bonus shot របស់គាត់យ៉ាងណាជាមួយនឹងការឆ្កឹះធ្ងន់ជាប់អត់តន់ចាប់ purify ពី boom វាយធម្មតាលើដៃកលែងធ្វើការឆែកមួយដាក់ emoji no ត្រែដែរបាទអត់វាយតាមចាំអារម្មណ៍គឺអត់វាយចង់លេង late game មើលអញមានរូបភាព late game សម្រាប់គាត់បាទគាត់លេង late game អាំងខៃសាដូ បាទអីយ៉ាចូលវាយផងទី2គ្នាបគាត់កាគៀទៅគាត់បាននេះខ្លួននេះដើរចោលគាត់បានចូលទៅកាន់អនសូបើកដោទៅមុនវាយយកទៅដងចាប់ជើងតែដល់គាត់បណ្ដាជាមួយនឹង passive តយកពេមានការវាយមកវិញដូចគ្នាដៃ emoji no ពីពេមួយដាងសាយក៏បានមកដល់នេះគ្នាប៉ុន្តែ objective ទី3គឺ total នៅតែបានទៅលើ Kane ដល់ដែរ បាទអស់ជាមួយនឹង seal នៅខាងក្រោមមួយដែរបាទ seal T3 Dread បាទ minion មិញភូមិមកគ្រាប់ទៅផ្ទុះ seal ផកខាង CU0 បាទប៉ុន្តែដោយសារគាត់អត់មានជាប្រភេទ hero ដែរមាននិស័យ backdoor ទេអត់មានដូចជា Moscow អញ្ចឹងដាច់ក៏ពិបាកដែរនិយាយទៅអត់វាយសោះហ្មងមិនថា game ទី1 game ទី2គាត់សុខចិត្តប្រឡេងព្រោះដោយសារគាត់ត្រូវការចង់បានជាមួយនឹងមានលុយសិនចេញពីខាង dark side បាទគាត់ចង់លេង late game មួយកាលណា Mobile Legends យើងមានច្បាប់ដូចបតាល់ណាបតាល់បើមកចលោអត់វាយអាញាកដាបណ្ដៃយករាប់អាញាកដាបណ្ដៃយកបាទតែ2-3ដងបញ្ឈប់ការប្រកួតយកមកបាទតែ Mobile Legends អត់ទេបាទយើង passive play safe yes ណាមួយគេអត់វាយនេះគឺជា strategy នៅក្នុង team អាចនឹងគិតគាត់អាចគិតថាពិបាកដែរព្រោះដោយសារគេមានជាមួយនឹង YVE ក្តារអុកព្រោះដោយសារខ្លាចចូលទៅស្រួល fail នៅក្នុងការ team fight ហ្នឹងធ្ងន់លើសដើមទៀតបាទអេប៉ុន្តែ late game potential នៅតែបានទៅលើ obsidian របស់ Onzo បាទ retrace slow លោតជាន់ឆ្កឹះជួយបាត់ចាប់បាច់ក្បត់ថានេះទេម្នាក់ពីរដៃបាត់បង់ជាមួយនឹង stick ដូចគ្នាខាងលើរជាមួយនឹង boom ឃើញដែរទេអត់ឃើញនោះទេកាប់គាត់មិនគាត់ឃើញក្រោមជើងបើគាត់ flick ទៅកន្លែងផ្សេងអាចចំណេញជាងកន្លែងហ្នឹងបាទគាត់ flick ទៅសមមកចង់តិចដូចគ្នាបាទចាំបានហ្វមបានឬក៏មិនបានចូលទុះចាប់គឺដល់ទៅ3 hero យ៉ាងណាជាមួយនឹង Dark Side តែមិនគេលេងដល់មែនទេជាមួយ Onzo play នៅក្នុងវិនិយោគមកការវាយពី Onzo តែ boom បាត់បង់នៅខាងក្រោយពីពេម៉ាក់ក្បត់ផានេះដាក់មកគៀទៅកាន់ shadow បាទអត់មាន damage វាយគេទេមកក្តារអុកបរ៉ាក៏ដូចជា ultimate របស់ shadow មកជាប់ជើង4នាក់មិញ Deja vu រូបភាពដដែលបាទក្រុមមួយបង្ក្រាបក្រុមមួយSival ជុំនិយាយទៅ Sival ជុំស៊ូនបង្ក្រាប Pro ដាក់ក្រៃបង្ក្រាបស៊ូនដល់ពេល Pro បង្ក្រាបបាឡាជុំអីគេក្រុមមួយស៊ីក្រុមមួយតែមិនខ្ញុំនិយាយខុសហ្នឹងណែស៊ីតគ្នាទៅហ្នឹងនិយាយអីគេស៊ូនបង្ក្រាប Pro បង្ក្រាបដាក់ក្រៃបង្ក្រាប Pro ច្រឡំហើយដល់ពេលស៊ូនបង្ក្រាបដាក់ក្រៃខមមិនបាទអរិភ្នែកមើលទៅឃើញត្រូវហើយតែមាត់ក្បត់ចិត្តអត់អីវិញបាទព្រោះទេសាអ្នកណាក៏មាត់ក្បត់ចិត្តដែរ Yes sir
បាទឡទី1បាទអញធ្វើការចូលមកកន្ថែមໄວឬមួយយ៉ាងណាបើសិនថាចាំប្រឡែងឲ្យទប់បបា បើយើងមីនីម៉េតមើលមីនីម៉េត ឲ្យហើយបាទឲ្យហើយបាទ បាទ ឲ្យ មានអីយកទៅលួចឡតណោះចាំមើលមានអីលួចអត់មានលួចទៀតណោះ ឲ្យ លួចក៏ អត់ មិន មាន លួចនិយាយទៅអត់និយាយទៅអត់មានសញ្ញានៃការយកឡតឡើយ បាទ បាទ យើងក្រែងចេះកាន់តែឡេតក៏បបាគេឡេតគេមានជាមួយនឹងអេលីសគេមានជាមួយនឹងអបស៊ីឌីបាទ រាងគោលបាទ 4000 goal earn បាទមានដែរតែមានតែម្នាក់ឯងអូ Vincent 6700ដែរតាបាទចាញ់ goal ទៅលើ Onzo តា400ទេសម្រាប់ Vincent ចឹងគឺគាត់ farm បានច្រើនដែរបាទអត់ធ្មត់និយាយទៅគាត់ចិត្តត្រជាក់ខ្លាំងមែនទែនសម្រាប់10 Rai Esport ជោគគាត់តុបតែតារបស់គាត់មាននិស័យនៅក្នុងការទុកទេអត់ណាបើតាមមើលជាក់ស្ដែងដូចជាមិនសូវដែរព្រោះ skill កង់កន្ត្ររបស់គាត់តិចដូចគ្នាដាក់ខ្សែ record តណាដាក់ខ្សែបាទដាក់ខ្សែដូចជា record តខណៈពេលដែល lot ដូចជាសពពាក់កណ្ដាល ខ្ញុំដាក់ខ្សែ បាទគាត់មិនតែកាក់ lot អូខេ បាទ អត់ទេគាត់កាក់ឡែនយកមក បាទមិនកាក់ lot វាយ lot ដាច់ពាក់កណ្ដាលហើយនោះ lot ហ្នឹងសោះឈានទៅពាក់កណ្ដាលហើយ បាទកាក់ឡែនយកមកកុំឲ្យគេបាក់យកធ្វើម៉េច whole game នេះទៅ late game ដល់គាត់ចង់លេងខៃ បាទឥ ឥឡូ ឡូ វ វ បើខំនោះហើយនឹង end game ដែរទេខណៈពេលដែល pop នៅ social ត្រឹមតែ lot ទី1បោករូបតែម្ដងជាមួយនឹង boom យ៉ាងណាជាមួយនឹង lot ក៏បានមកដល់នេះខ្ញុំណាំផាំងមក shield ដាក់ជាមួយនឹង lot បានបុកនៅគ្នាខាងក្រោមមីនៀនក៏បានមកដល់ក្រោមនៅគ្នាអត់មានជាមួយនឹង shield នៅក្នុង pom ទី3របស់ Dagra Esport បើមកពីក្រោមក៏ចង់វាយដល់ណាគេនេះខ្ញុំណាចាក់តាំងជាប់មួយទៅលើពេមានជាមួយនឹងជីវិត2ឬក៏ lot អាទីដែរទេអត់មានជីវិត2បើជាមួយក្រោមវិញទៅមុន lot ជាប់ខនេះខ្ញុំណាតែមានការសាប់បាយទៅមុនពេលរបស់ខេតបាត់បង់ខេតមួយសិនតែ on ទៅក៏វាយ free ចាប់ទៅជាមួយនឹង shadow ខេតគឺយក on ទៅវាយ free នៅក្រោមនេះខ្ញុំណា double kill ទៀតហើយទៅកាន់ Sera បាទដាក់អុកអាស៊ីរ៉ាធំមកនេះរូបភាពដែលដូចបាននិយាយដាក់ក្រោយក៏ចង់លេងខៃតែស្ដែងការខៃមិញគេវាយប៉ះដៃគ្នាល្អមែនតើពី0ណាបាទជាពិសេសទៅលើ ultimate របស់សាដូដែលគាត់តែ ultimate ចាប់3 load ហូឈាមនេះទឹកតែម្ដងតែ on មាន spare free ទេបើប៉ណេតព្រះបានត្រឹមតែឃើញ map តែប៉ុណ្ណោះចង់វាយប៉មមានអីក៏មិនវាយបើគាត់សារគ្នាជាមួយនឹងការតេស្តពីចម្ងាយតែជាមួយនឹងប៉ែមើលក្នុងឡានពី energy របស់ Vincent ទីការដកថយ2 see you soon បាទប៉មក្រោមក៏អត់ដាច់ដែរសល់មួយដៃបាទយ៉ា free kill ហុចដងបាទហុចដងយ៉ា អាយ៉ាប្រយ័ត្ន fail វិញណា បាទហុចដង ព្រោះយើងមើលគេចាប់ដើមពីសមាជិករបស់ដាក់ក្រោយគាត់ចាប់ដើមមាន damage គ្រប់គ្រាន់ហើយក៏ដូចជាការខៃរបស់គាត់ក៏ល្អដូចគ្នា hero damage របស់ខាង Dark Knight ទាំង Yi Sun Sin ទាំង Granger មានលុយនឹង2បាទមានលុយនឹង2 អាយ៉ា surprise ឃើញ map តែ boom ចាប់បានជីវិតក៏មិនបើ boom ជាប់ជាមួយនឹង anti បានរួយនោះទេតែនៅក្រោយមានចាប់ជើងនៅទី2 3នេះគឺមិនដែរខាងមុខជាមួយនឹងបទមានរបស់នៃការជំនុំទៅលើ Vincent ពុះខុសតែជាមួយនឹងការរធានចូល knock up ជាប់ជាមួយនឹង Dark Side ដាច់ Dark Side បាត់ទៅហើយលើកខ្ញុំទៅមកអត់លើទេចាលមកទេ slow ប៉ុន្តែក៏រត់ទាន់ពេលវេលាធំណាស់ បាទទី5មិញ5 5-4បាទឈ្នះគេ បាទ5 បាទនេះគេ បាទទាំង on sword មាន flick ទៀតណា បាទ on sword មាន flick ទៀតបាញ់បាទតូបផ្ទះទៀត តោប បាទដល់វគ្គតូប gaming ទៀត បាទប៉ុន្តែមានអីគាត់មានអីលេងតើបាទបាទព្រោះដោយសារការលេងហោពួកគាត់គឺធម្មតាខូចមុននឹងគាត់នេះគាត់ប្រាប់ឲ្យថាត្រាស់ណាមាននាទីណាដែលត្រូវលេងបាទព្យាយាមលេងtrade ជាមួយនឹង turret ដើម្បីកុំឲ្យ fail នៅ early អញ្ចឹងបាទព្រោះដោយសារ lot នេះក៏មិនប្រកាសថាបុកចូលដែរយ៉ាងច្រើនអស់មួយផ្លូវហ្នឹងឯនេះបាទបាទហ្នឹងបើសិនជាគាត់អាចតបបានណាបាទអាចមានឱកាស fail បានគ្រប់ពេលមិនអញ្ចឹងអីប្រាប់ បាទសំខាន់ដូចជាបាក់ឈរ time លបោយបងព្រោះ shadow នឹង flick វាយហត់ទៅដល់ back step យកហ្មងការឈរ time លបោយ បើខ្ញុំតាមចំណាំមក ultimate គាត់ដែរ surprise គេអត់ដែរ load បាក់មុខឯងចាំមកពេលគេប្រើ skill អស់គេចង់ដកគាត់មកយកមក បាទ ហើយ game នេះខេនបើកមុខនឹងខ្វល់អីឃើញ map បានលោតចូលទៅដូចគ្នាចឹងភាគរយនៅក្នុងការឈរ time លបោយគឺទីខ្លាំងមែនទែន Vincent មាន purify មែនតែ damage របស់ Hero Shadow ក៏ច្រើននេះខ្មោះដែរ front line ស្ទើរតែមិនអាចតានរួចទេព្រោះដោយសារតែគេតែរុញ Burkhom ឲ្យ on zone មានតែ damage វាយមានទាំង Burkhom លេងចឹងលក្ខបានមកដល់រន្ទះជើងតាលឆាម៉ាំងដាច់ជាមួយ form មួយទឹកនេះខ្មោះដែរមានសញ្ញាពី Shadow នៅក្នុងការបើកជាមួយ team fight ដែរអត់ទៅនេះគ្នាក៏ដល់វិញមុនក៏បានបើកនេះគ្នាលោតជាន់ Shadow ចាប់ជើងនៅទី2ហើយជាមួយ on zone វាយតិចទីនេះទៅជាមួយ on zone មានដល់មកគេមកតែវាយតែពីសូនកាមេរ៉ាមែនប្រចាំប៉ែអូយតាវ៉ាយជាមួយនឹងប៉ែ Do you know my god ទៅកាចាស្គមអាយជីចាប់ Come on ថកមកបែបដងបាទមកចេះ
cứ xảy ra mấy appacan này អាយ៉ាយ៉ាយ៉ា chìm chìm អាយ៉ា អាយ៉ាស្តាយកាយនេះកាយនេះអាយ៉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 ាបាទមើលសភាមើលសភា Sì, Bà. đấy, hồi phải phải phải